ប្រជាពលរដ្ឋយ៉ាងច្រើនកកដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តពោធិវ័នកោះប៉ែនឃុំកោះមិត្តស្រុកកំពង់សៀមខេត្តកំពង់ចាមដើម្បីទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាក៏ដូចជាការផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅថ្ងៃសៅរ៍4រោចខែអាសត់ឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី12ខែតុលាឆ្នាំ2025ព្រះចៅអធិការវត្តពោធិវ័នកោះប៉ែនឃុំកោះមិត្តស្រុកកំពង់សៀមខេត្តកំពង់ចាមព្រះនាមសនន្តធម្មសៀនសុគានិងអាចារ្យគណៈកម្មការវត្តអាជ្ញាធរដែនដីព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកកមកពីទីជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដាំអង្គកឋិនទានសាមគ្គីដើម្បីដង្ហែចូលវត្តពោធិវ័នកោះប៉ែនឃុំកោះមិត្តស្រុកកំពង់សៀមខេត្តកំពង់ចាមព្រះចៅអធិការវត្តពោធិវ័នកោះប៉ែនឃុំកោះមិត្តស្រុកកំពង់សៀមព្រះនាមសនន្តធម្មសៀនសុគាមានសង្ឃដីកាថានេះគឺជាការចូលរួមបច្ច័យជាអង្គកឋិនទានសាមគ្គីដើម្បីកសាងនៅសមិទ្ធផលនានាតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនាដែលជាផ្នែកមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រោមដំបូលសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីសន្តិភាពផ្ដល់ឱកាសឲ្យយើងបានកសាងសមិទ្ធផលផ្សេងៗមានសន្តិភាពគឺមានការអភិវឌ្ឍរីកចម្រើនទន្ទឹមនឹងនោះមានសន្តិភាពយើងមានសេរីភាពក្នុងការប្រតិបត្តិនៅជំនឿសាសនាផ្សេងៗទៅតាមចំណង់ចំណូលចិត្តព្រះចៅអធិការក៏បានថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមលោកជំទាវលោកស្រីអាជ្ញាធរដែនដីព្រមទាំងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយនិងសប្បុរសជនទាំងអស់ផងដែរដែលបានរួមចំណែកទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាតាមរយៈអង្គកឋិនទាននាថ្ងៃនេះឡើងដូច្នេះតាមរយៈសទ្ធាជ្រះថ្លាទាំងអស់នេះសូមជូនពរបវរថ្លៃថ្លានិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់ថែរក្សាម្ចាស់ទាននិងសូមប្រកបតែសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ចការងាររំលឹកថាបុណ្យកឋិនទានគឺជាបុណ្យប្រពៃណីជាតិខ្មែរក្នុងចំណោមបុណ្យប្រពៃណីជាច្រើនទៀតដែលពុទ្ធសាសនិកខ្មែរយើងតែងតែប្រារព្ធធ្វើឡើងក្នុងអំឡុងរយៈពេល29ថ្ងៃគឺចាប់ពីថ្ងៃ1រោចខែអាសត់រហូតដល់ថ្ងៃ15កើតខែកដឹករៀងរាល់ឆ្នាំហើយវត្តនីមួយគឺទទួលបានអង្គកឋិនទានដង្ហែចូលបានតែម្ដងប៉ុណ្ណោះទន្ទឹមនឹងនោះដែរនៅតាមបណ្ដាវត្តអារាមនានាក៏ត្រូវតែមានការដង្ហែអង្គកឋិនទានចូលដោយពុំមានការខកខានឡើយបើទោះបីជាមិនមានការដង្ហែមកពីមជ្ឈដ្ឋានខាងក្រៅក៏ដោយក៏គណៈកម្មការអាចារ្យវត្តរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តរៀបចំអង្គកឋិនទានសាមគ្គីមួយនិងហែចូលវត្តរបស់ខ្លួនដើម្បីជាកិច្ចវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសផងដែរគួរកត់សម្គាល់ដែរថាបុណ្យកឋិនទានគឺជាបុណ្យមួយនៃព្រះពុទ្ធសាសនាបានប្រើប្រាស់ជាមធ្យោបាយសម្រាប់គៀងគរធនធានពីមជ្ឈដ្ឋានទូទៅដើម្បីរួមចំណែកជាបច្ច័យនិងសម្ភារៈផ្សេងៗសម្រាប់យកទៅកសាងសមិទ្ធផលនានានៅក្នុងវត្តក្នុងអត្តន័យបានសន្សំនៅបុណ្យកុសលសម្រាប់តម្កល់ទុកក្នុងបច្ចុប្បន្ននិងទៅអនាគតជាតិផងដែរម្យ៉ាងវិញទៀតប្រពៃណីនៃបុណ្យកឋិនទាននេះក៏ត្រូវបានដូនតាគ្រប់ជំនាន់អប់រំណែនាំដល់កូនចៅប្រារព្ធឡើងតជារៀងរហូតមកដើម្បីបានទ្រទ្រង់ដល់ផ្នែកព្រះពុទ្ធសាសនាឲ្យនៅគង់វង្សរឹងមាំតទៅអនាគតដូច្នេះទំនៀមទម្លាប់ជំនឿសាសនានិងប្រពៃណីគឺតែងតែស្ថិតនៅជិតគ្នាហើយក៏ជាពន្លឺសម្រាប់អនាគតសម្រាប់មនុស្សជាតិទូទៅដែលជាមូលហេតុជំរុញឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានប្រមូលផ្ដុំនាំគ្នាកសាងនៅអង្គកឋិនទាននេះឡើងដើម្បីដង្ហែចូលទីអារាមនានាតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួន